สระไอ้เรียงซาเลอร์ต่อสระเสียมป้าคมสันเทียบบ่าโอ้จนเจ็ดกับเอ็ดเจ็ดกับเวทได้ลือคนบ่คนชราโอ้หมกบองใส่อะด่าปะหอยนั่นตะน้องเนี่ยเมื่อด่ามือเจ็ดอ๋อปัญญาตะบัดอ่ะน้องโอ้เลยเมาปีกรมแดนล้างรมกะล้อยังล้างปีสิบปางมาทันนะจนเขาไปใช้เลยแล้วก็สามกิโลបាទសួស្តីសូមជម្រាបសួរទៅអ៊ំពូមីងនិយាយថាទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទបញ្ញាកลับមកវិញនៅថ្ងៃទី5ដែលយើងធ្វើដំណើរទេសចររយៈពេល7ថ្ងៃថ្ងៃនេះគឺជាថ្ងៃទី5គឺយើងចាក់ចេញពីរតនគិរីទៅខាងស្ទឹងត្រែងហើយផ្លូវដែលយើងធ្វើដំណើរចេញពីរតនគិរីទៅនេះគឺយើងទៅកាត់តាមផ្លូវខាងទឹកដីសៀងប៉ាងវឿនសៃគេហៅវឿនសៃហើយមិនយើងទៅសៀងប៉ាងមកយើងឡើងទៅតាមក្បាត់ព្រំដែនចាក់មកខាងស្ទឹងត្រែងវិញបងប្អូនឥឡូវយើងនៅមណ្ឌលគិរីរតនគិរីចាក់សាំងហើយយើងចេញទៅស្ទឹងត្រែងបាទបងប្អូនបន្ទាប់ពីយើងបានចាក់សាំងរួចរាល់ហើយពេលវេលានេះគឺយើងចាក់ចេញពីរតនគិរីហើយនេះជាផែនទីក្នុង Google ដែលខ្ញុំចង់បង្ហាញទៅបងប្អូនទស្សនាដើម្បីឲ្យដឹងថាផ្លូវខ្ញុំរត់ទៅតាមផ្លូវណាអញ្ចឹងបងប្អូនអញ្ចឹងនេះជាផែនទីបងប្អូនអាចទស្សនាបានគឺខ្ញុំកាត់តាមវឿនសៃឆ្លងដឆ្លងទន្លេហើយបន្តមកយើងទៅកាន់តាមសៀងប៉ាងគឺរត់តាមក្បាត់ព្រំដែនរហូតបងប្អូនតែដោយសារនៅសៀងប៉ាងខ្ញុំអត់បានថតឆ្លងដទេបងប្អូនអើយសុំទោសដោយសារទូរស័ព្ទអស់ថ្ម GoPro ក៏វាមានបញ្ហាអញ្ចឹងទៅក៏មិនបានថតគាត់ថាឥឡូវគាត់បានធ្វើតម្រាយផ្លូវឲ្យបងប្អូនមើលទស្សនាទៅតាមនឹងជាក់ស្ដែងសញ្ញាព្រួយហ្នឹងគឺបង្ហាញពីដើមផ្លូវដែលខ្ញុំបានធ្វើដំណើរបងប្អូនហើយរយៈចម្ងាយផ្លូវក៏ខ្ទង់ប្រហែលជា100គីឡូជាងជិត200អញ្ចឹងបងប្អូនឆ្ងាយដែរគួរសមនេះហើយសៀងប៉ាងដែលខ្ញុំមកដល់ហើយខ្ញុំត្រូវឆ្លងដមួយទៀតទន្លេហ្នឹងទៅជាទន្លេស្រែពកមិនដឹងជាទន្លេអីចង់ភ្លេចដែរបងប្អូនអាចទស្សនានៅក្នុង Google នឹងបានបងប្អូននេះដល់ក្បាត់ព្រំដែនហើយគឺយើងមកដល់ព្រំដែនដុំកឡជាមួយនឹងឡាវកម្ពុជាហើយបើយើងចូលមកក្រោមគឺយើងស្នាក់នៅស្ទឹងត្រែង Resort បើតែយើងចូលមកដល់ទីរួមខេត្តស្ទឹងត្រែងបងប្អូននេះសញ្ញានេះគឺខ្ញុំបានបញ្ជាក់ថាកន្លែងគេងរបស់ខ្ញុំណាហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនឥឡូវនេះយើងក៏បានតដំណើរចាក់ចេញដោយយើងចេញពីក្រាសាំងតែម្ដងទៅនេះគឺទីរួមខេត្តរតនគិរីចឹងខ្ញុំបានធ្វើដំណើរទៅតាមដោយបងប្អូនបានបង្ហាញនៅក្នុង Google ចឹងបាទនៅពេលនេះខ្ញុំបានជិះនៅក្នុងទីរួមខេត្តរតនគិរីដែលយើងធ្វើដំណើរចេញពីទីរួមខេត្តនិងជិះកាត់ទៅតាមផ្លូវបឹងកន្សែងដែលជាបឹងមួយដែលជាតំណាងឲ្យខេត្តរតនគិរីដែរបងប្អូនគឺបឹងកន្សែងហ្នឹងគឺល្អមានតាំងពីដើមមកហើយចឹងប្រជាជននៅក្នុងខេត្តហ្នឹងគឺជាកន្លែងមួយដែលគេកំសាន្តនៅក្នុងទីរួមខេត្តដែរបងប្អូនទៅទៀតខ្ញុំនឹងបង្ហាញនៅផ្លូវដែលខ្ញុំជិះកាត់នៅបឹងកន្សែងហ្នឹងហើយបន្ទាប់មកគឺយើងជិះចេញពីក្រោយខាងបឹងកន្សែងហ្នឹងគឺទៅខាងអូជុំគេហៅអីឃុំអូជុំស្រុកអូជុំអញ្ចឹងនេះខ្ញុំចង់ផ្លេចដែរបងប្អូនហើយសុំទោសផងរហូតនេះជាទិដ្ឋភាពដែលខ្ញុំអមនៅតាមបឹងកន្សែងបងប្អូនទាញកាមេរ៉ាថតស្អាតមែនតើបឹងកន្សែងកន្លែងនេះគឺដូចជាតំបន់ទេសចរក្នុងខេត្តដែរអញ្ចឹងបងប្អូនហើយបន្ទាប់ពីខ្ញុំចាក់ចេញពីបឹងកន្សែងគឺខ្ញុំឆ្លងកាត់នៅខាងអូជុំហើយតែផ្លូវដែលខ្ញុំជិះកាត់ហ្នឹងគឺកស៊ូប្រហែលជាត្រឹមនេះបងប្អូនមកដល់ហើយកន្លែងនេះខ្ញុំចេញពីនេះផ្លូវទៅក្នុងអូជុំហើយស្រុកអូជុំរហូតទៅក៏កាត់ចូលដល់ផ្លូវដីក្រហមតែម្ដងបងប្អូនហើយព្រោះផ្លូវនេះអត់បានកស៊ូវែងទេបានតែធ្វើម្ដុំឡើងទីរួមខេត្តស្រុកអូជុំហ្នឹងទេបងប្អូនទីទៀតបងប្អូននឹងឃើញ
đầy của hòm là chỉ hơi mình tên này tại vì thầm mà dạng ngày adventure cứ sắp bàiแบบ chỉ ở Berlin ta tam đầy của hòm và đi hai cứ nhầm bàn mình đó lại bằng ô này đầy của hòm này cứ vậy mình tên cứ dương chi là hô từ đó là sọc ở bên trái á một bọn chẳng tới có dương thuê thầm nào ta tam cho năng là hồn hay stand pip là cứ bẹp đi một bọn này cứ sẽ làm bàn và sẵn chiếc nhầm tam đấng thập lợi năm men bị một comment chẳng này mà bọn nó cứ biến sự việc bạn chỉ thằng tiền vấn đề để xa lời cái bạn chủ trái bạn thông mình tên tại vì mình hỏi thìนะแต่อนาคตมันอยู่ใช่ไหมอันนึงเพิ่มเลยก็สู้ไว้บางคนแกจังสมบูรณ์ที่ตัวสนามมวยต่อเทียบอันนั้นมันจะ cái lấy dương một đo bên sai ấy đi bên sai là cái đằng nóng chùm lon bên sai mình cái lụa bỏ bầu miền bột miền chơi nó sẽ láng thông ok của xóm và chỉ dương anh cho lon sẽ láng nó xuống toàn tranh
យើងបានឆ្លងដល់បឺនសាយហើយយើងមកដល់ត្រើយខាងនេះហើយក៏យើងបានធ្វើដំណើរបន្តទៅមុខទៀតហើយស្ថានភាពផ្លូវទៅមុខគឺបែបនេះបងប្អូនដែលខ្ញុំធ្វើដំណើរហ្នឹងគឺផ្លូវ off road តែម្ដងបែបគេហៅថាផ្លូវ trail តែមិនទាន់ពិបាកខ្លាំងទេអាចធ្វើដំណើរទៅបានផ្លូវនេះបើសិនជាធ្វើដំណើរនៅខែវស្សាវិញគឺអាចនឹងល្អហើយពួកផ្លូវនេះដីឥដ្ឋប៉ុន្តែសភាពផ្លូវបែបនេះគឺពិតជាសប្បាយសម្រាប់អ្នកចូលចិត្តជិះម៉ូតូ adventure បងប្អូនសប្បាយមែនតើផ្លូវនេះហើយខ្ញុំធ្វើដំណើរផ្លូវនេះរហូតទៅដល់សៀងប៉ាងបងប្អូនព្រោះផ្លូវមានពីរខ្សែផ្លូវនេះផ្លូវខ្សែរៀងពិបាកបើផ្លូវខ្សែមួយទៀតនោះវារៀងមិនដឹងថាពួកខ្ញុំទៅនោះឃើញគេឈូសដែរប៉ុន្តែមិនដឹងថាបានឈូសប៉ុណ្ណាតែគាត់ថាផ្លូវវានៅអត់ទាន់ធ្វើហើយទេបងប្អូនអញ្ចឹងតែផ្លូវនេះគឺខ្ញុំធ្វើទៅតាមធួរបស់ខ្ញុំទេទើបខ្ញុំជិះផ្លូវហ្នឹងហើយទៅមុខទៀតក៏ខ្ញុំមានបានឆ្លងនៅដរទូចមួយដែរដងប្រែកមួយដូចជាទលេដៃខ្សែប្រែកទលេទូចមួយនេះហើយអញ្ចឹងទស្សនភាពទស្សនាដោយបងប្អូនបានឃើញអញ្ចឹងខ្ញុំជាមដិតយកមកបានច្រើនហើយខ្ញុំអត់ចង់កាត់ទេតែកាត់ទៅវាចិត្តតែបាត់រូបភាពច្រើនអញ្ចឹងទៅព្យាយាមថតវីដេអូទៅតាមទស្សនភាពដងផ្លូវនៅក្នុងព្រៃភ្នំដោយបងប្អូនទស្សនាអញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយទស្សនាជាមួយនឹងទស្សនភាពផ្លូវដូចជាបងប្អូនអាចទស្សនាបានអរគុណច្រើនឲ្យគាត់អស់ទៅមុនសិនហើយអេតាមតែជោតាមតែជោតែហ្នឹងនេះឲ្យគាត់ឈប់មកនេះបាច់ផ្អៀងជ្រៅដែរបងទឹកនឹងរាក់ដែរលិចក្បាលទៅយ៉ាតែនៅរត់ត្រីបានទេបានផងអត់ផងហ្នឹងហើយពីហងទៀតបាញ់នៅយូរតែយូរតាបើកំណត់ដល់ហ្នឹងហើយអញ្ចឹងនេះគេហៅស្រុកអីគ្រៀងសាលើស្រុកសៀមប៉ាងឃុំសន្តិភាពបាទអូជនជាតិកវេតជនជាតិកវេតដែរលឺអរគុណបងអរគុណច្រើនអូមកបងស្រីដាក់ប្រហុយនៅតំណងមើលដាក់មួយទៀតអូប្រញាប់ទៅបិទអានោះលយហ៎កវេតយើងLong luôn đi, em cứ kìa. Nằm khlang nó còn nằm khlang. Đó.
go first បាទសួស្តីបងប្អូនបន្ទាប់ពីយើងបានឆ្លងដល់ទូចនោះហើយគឺយើងបានឆ្ពោះមកដល់ផ្លូវទឹកដីកំហបន្តិចរៀងគ្រាន់បើជាមុនបន្ទាប់មកគឺយើងបានទៅដល់គោលដៅមួយដែលយើងត្រូវជប់សម្រាប់ផឹកទឹកហើយពីកន្លែងផឹកទឹកនឹងទៅដល់សៀងប៉ាងគឺខ្វះប្រហែលជាខ្ទង់តែ10គីឡូទៀតទេបងប្អូនដូចខ្ញុំបានចង្អុលហ្នឹងគឺទៅខាងសៀងប៉ាងបងប្អូនហើយផ្លូវដែលយើងមកហើយមកលោកបញ្ជួរនេះឃើញគេដាំស្វាយចន្ទីច្រើនបងប្អូនសបុតឲ្យស្វាយជាការស្វាយចន្ទីហើយក៏សុំទោសដែរវីដេអូបន្តទៀតដោយសារខ្ញុំអត់បានថតទេកាមេរ៉ាអស់ថ្មលីងហ្មងទូរស័ព្ទអស់ថ្ម GoPro អស់ថ្មអញ្ចឹងខ្ញុំត្រូវការតែក៏មិនបានផ្តិតយករូបភាពពីឆ្លងដល់សៀងប៉ាងទៅខាងដល់តែដែរបងប្អូនហើយបុកចឹងវីដេអូនេះក៏ខ្លីដែរមិនសូវមានការបញ្ឆ្ងាយនេះយើងបានមកដល់ផ្លូវខាងក្រៅតាមផ្លូវតិចដែលខ្ញុំចេញពីខាងផ្លូវមកពីព្រំដែនឡាវដុំកឡយើងឡើងពីសៀងប៉ាងមកខាងនេះផ្លូវទៅខាងព្រំដែនឡាវហើយទៅខាងស្ទឹងត្រែងដែលខ្ញុំខាងចោលនេះគឺជាកន្លែងជប់សម្រាប់ផឹកទឹកចុងក្រោយដែលយើងចេញពីកន្លែងផឹកទឹកនេះគឺយើងទៅដល់កន្លែង resort ដែលយើងគេងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរថ្ងៃនេះគឺខ្លីមែនតើថតបានច្រើនទេសូមទោសផងបងប្អូនហើយជួបគ្នានៅថ្ងៃទី6ម្ដងទៀតអូខេសូមអរគុណ See you next video អរគុណច្រើនបងប្អូន